Xôm chun rương mụ tớp cần xanh tớp bài chương tớp hiện bánh chọpដើម្បីជាសក្ខីភាពស្ដេចឥន្ទ្រីក៏បានជូនអរុណនៅស្លាបមួយដើម្បីការពារខ្លួនហើយប្រាប់ទៅអរុណថាបើត្រូវការខ្លួនឲ្យជួយពេលណាគេនឹងទៅដល់ភ្លាមអរុណត្រេកអរណាស់ក៏បានលាបងទាំងពីរទៅរកបងស្រីទី3បន្តទៀតរៀបនឹងចេញដំណើរទៅហើយធីតាព្រៃភ្នំក៏សួរទៅអរុណទាំងអៀនព្រានថាអ្នកប្រុសទៅហើយមិនត្រឡប់មកវិញទេឬមិនមែនទេអ្នកនាងខ្ញុំនឹងមកទីនេះម្ដងទៀតខ្ញុំមិនអាចបំភ្លេចទីនេះបានទេកែវភ្នែកពួកគេទាំងពីរបានវិញត្របាញ់រកគ្នាយ៉ាងច្បាស់ហាក់បង្កប់នៅអាកំបាំងស្នេហារៀងខ្លួនអរុណក៏បានធ្វើដំណើរទៅមុខដើម្បីរកបងស្រីទី3របស់គេទៀតហើយព្រឹកនេះស្បែកជើងក៏បានមកឈប់នៅក្បែរឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយទីនេះគឺពោពេញទៅដោយឆ្អឹងខ្មោចនិងក្លិនស្អុយឆ្អាបស្ទើរថប់ដង្ហើមអរុណឆ្ងល់ថាមានរឿងអ្វីកើតឡើងនៅទីនេះបានជាមានក្លិនដូច្នោះពេលនោះភ្នែកនាយយើងក៏ក្រឡេកឃើញមនុស្សម្នាក់តោងកំណាត់ឈើអណ្ដែតលើផ្ទៃទឹករសាត់មកពីចម្ងាយបុរសចំណាស់ត្រូវរបួសពេញខ្លួនហើយបាននិយាយខ្សៅមកកាន់អរុណថាលោកក្មួយអ៊ំពិតជាមិនរស់ទេតែសូមឲ្យក្មួយជួយអ្នករងគ្រោះនៅលើសំពៅផងគេកំពុងតែត្រូវស្ដាច់ត្រីធ្វើបាបហើយនិយាយបានតែប៉ុណ្ណោះគាត់ក៏ដាច់ខ្យល់ស្លាប់ភ្លាមអរុណគិតថាគឺពិតជាស្ដាច់ត្រីនេះហើយដែលយកបងស្រីពៅរបស់គេមករហូតដល់សប្តាហ៍ថ្ងៃនេះមិនបងអង្គយូរអរុណក៏ហោះទៅយ៉ាងលឿនសំដៅទៅកណ្ដាលសមុទ្រប្រទះឃើញព្រឹត្តិការណ៍គួរឲ្យអាណច្ចអាធំពន់ពេកគឺត្រីចម្លែកដ៏ធំមួយកំពុងតែបោកពនិចសំពៅអ្នកដំណើរឃើញទិដ្ឋភាពគួរឲ្យខ្លោចផ្សានេះមាននប់បានចុះទៅឈរលើសំពៅហើយក៏ពោលឡើងថាណែអាស្ដេចត្រីកំណាចយើងស្គាល់ឯងច្បាស់ណាស់គឺឯងមានជាតិជាមនុស្សដែរមិនគួរណាមកធ្វើបាបប្រជាជនស្លូតត្រង់បែបនេះឡើយបើឯងគ្រាន់បើខ្លាំងណាស់ចូលមកវាយតទល់ជាមួយនឹងយើងមកបើឯងឈ្នះយើងសុខចិត្តស្លាប់តែបើឯងចាញ់យើងឯងត្រូវឈប់សាព្រោះនៅអំពើមហន្តរាយតទៅទៀតហើយត្រូវនាំបងស្រីពៅរបស់យើងទៅរស់នៅជាធម្មតានៅលើដីគោកវិញឮទេស្ដេចត្រីក៏បានប្រែខ្លួនជាមនុស្សរួចហក់សម្ដៅទៅអរុណឆាកប្រយុទ្ធបានចាប់ផ្ដើមវាប្រែជើងទាត់ផងវាយផងរហ័សដោយភ្លេចបន្ទូលនិងគប់អាវុធសម្ងាត់ស្រកាត្រីបំរុងផ្ដាច់សង្ខារមាណពឲ្យខ្សែតែម្ដងតែអរុណហក់ឡើងទៅលើផុតវត្តដាវទៅលើគូសត្រូវវិញហើយហៀបនឹងយកដាវចាក់ទ្រូងស្ដេចត្រីទៅហើយស្រាប់តែវាលោតប្រងចូលទៅក្នុងទឹករួចមុជហែលយ៉ាងលឿនចៃដន្យអាក្រក់គេក៏បង្ហើបមកលើផ្ទៃទឹកភ្លាមនោះអរុណក៏ហោះបញ្ឆិតពីលើវាដាវពីលើលាន់ឮតែឆ្វាចបែកឈាមក្រហមច្រាពេញផ្ទៃជលសាគួរឲ្យចម្លែកអស្ចារ្យរបួសគ្រាន់តែត្រូវទឹកប្រៃក៏ជាសះស្បើយភ្លាមហើយជាបន្ទាន់វាក៏ប្រែខ្លួនជាត្រីមួយយ៉ាងធំវត្តកន្ទុយធ្វើឲ្យអរុណខូចជំហរធ្លាក់ចូលក្នុងទឹកឬសូរតែប្រងជាឱកាសល្អស្ដេចត្រីក៏ប្រញាប់ហាមាត់ត្របាក់អ្នកកំឡោះអរុណក៏លេចឃើញដងក្តោងអណ្ដែតក្បែរខ្លួនក៏ទាញហោះទៅខ្ទាស់មាត់ស្ដេចត្រីកំណាចត្រូវដងក្តោងខ្ទាស់មាត់ចិត្តបែបនេះនឹងប្រែខ្លួនទៅជាមនុស្សវិញក៏ពុំកើតក៏សូមអង្វរចុះចាញ់អរុណយ៉ាងកំសត់ដោយបងមុនស្ដេចត្រីបានសន្យាជាមួយនឹងអរុណរួចហើយក៏យកនាងសារិកាបងស្រីទី3មករស់នៅលើគោកជាធម្មតាវិញហើយក៏បានឲ្យនៅស្រកាត្រីដល់កំឡោះអរុណទុកជាជំនួយក្នុងពេលមានអាសន្នអរុណសូមឲ្យស្ដេចត្រីប្រកាន់ភ្ជាប់នៅពាក្យសច្ចៈនេះជារៀងរហូតដើម្បីថែរក្សាបងស្រីទី3របស់គេឲ្យមានសេចក្តីសុខកាលបើរំដោះបងស្រីទាំង3របស់គេផុតពីសេចក្តីទុក្ខហើយ
អារុនមានសេចក្តីសប្បាយឥតឧបមាតែគេក៏នៅចាំមិនភ្លេចចំពោះនាងបញ្ញលក្ខណ៍ដែលត្រូវមេកន្ទ្រាញចាប់យកទៅធ្វើពិធីបូជាយញ្ញថ្ងៃនេះគឺជាថ្ងៃទី15កើតល្មមព្រះច័ន្ទរះពេញបូរមីជះពន្លឺយ៉ាងស្រទន់ទៅលើព្រៃភ្នំដ៏សែនស្ងាត់ជ្រងំគួរឲ្យព្រឺព្រួចមើលចុះមេកន្ទ្រាញស្នែងគោកំពុងធ្វើពិធីបន់ស្រន់ព្រះគ្រូដើម្បីបូជាយញ្ញនាងបញ្ញលក្ខណ៍ត្រូវគេចងដុតកណ្ដាលគំនរអស់ទាំងរស់គួរឲ្យអាណិតពន់ពេកនាយយើងឃើញដូច្នោះក៏បំបាំងខ្លួនហោះមកសឹបដាក់ត្រចៀកនាងថាអ្នកនាងសូមកុំបារម្ភខ្ញុំមកជួយអ្នកនាងហើយមិនបានទេបងអរុនពួកវាមានគ្នាច្រើនណាស់ហើយមេកត្រៀងក្បាលគោក៏ចេះវិជាហោះហើរនឹងអាចមើលឃើញរូបបងទៀតផងបើដូច្នោះតើត្រូវធ្វើម្ដេចទៅមានតែវិធីមួយទេបងត្រូវទៅយកដួងចៃវាមកកំទេចហើយអាចឈ្នះវាបានត្រូវតែប្រញាប់ឲ្យលឿនបំផុតទើបបានបងនាងបញ្ញលក្ខណ៍បានឲ្យអរុនទៅចាប់សត្វបក្សីដ៏តូចមួយនៅឯមាត់សមុទ្រពីព្រោះថានៅក្នុងខ្លួនបក្សីនោះគឺមានដួងចៃរបស់មេបិសាចកន្ទ្រាញមេគោបានដឹងពីអាកំបាំងហើយអរុនក៏ហោះទៅកាន់មាត់សមុទ្រហើយបន្លឺខ្លាំងថាអោស្ដេចត្រីសូមបងទៅយកដុំថ្មដែលធំជាងគេនៅក្នុងបាតសមុទ្រមកដាក់នៅលើច្រាំងឲ្យខ្ញុំផងស្ដេចត្រីក៏បាននាំផ្ទាំងសិលាមកដល់មាត់ច្រាំងហើយអរុនក៏ស្រែកហៅស្ដេចពពែទៀតបងស្ដេចពពែសូមបងប្រុសជួយបំបីផ្ទាំងថ្មនេះឲ្យខ្ញុំផងស្ដេចពពែវាយតែមួយដៃដុំថ្មត្រូវបែកខ្ទេចជាដុំតូចរាប់ពាន់បំណែកស្រាប់តែសត្វចាបមួយបានហោះឡើងលឿនស្លេវដូចព្រួញឡើងទៅលើអរុនក៏បានហៅស្ដេចឥន្ទ្រីឲ្យដេញតាមសត្វនោះមកវិញបានមកដល់ក្នុងដៃហើយគួរឲ្យភ្ញាក់ផ្អើលស្រាប់តែចាបនោះក៏ពងចេញមកភ្លាមអរុនក៏បានលាន់មាត់ថានេះហើយគឺជាដួងចៃជីវិតរបស់មេកន្ទ្រាញក្បាលគោខ្ញុំសូមអរគុណបងទាំង3ណាស់ពោលហើយអរុនក៏លាបងទាំង3ទៅតែស្ដេចត្រីពពែនិងស្ដេចឥន្ទ្រីទាមទារធ្វើដំណើរជាមួយអរុនព្រោះបើគេទាំង4សាមគ្គីគ្នាទប់ទល់នឹងយក្សស្នែងគោប្រកាសជាឈ្នះជាមិនខានឡើយនិយាយអំពីនាងបញ្ញលក្ខណ៍វិញពេលនេះភ្លើងបានត្រូវឆេះជុំវិញនាងម្ដងបន្តិចទៅហើយឃើញដូច្នោះបងទាំង3ក៏ស្ទុះចូលទៅធ្វើការវាយប្រហារដោយប្រើយុទ្ធសិលវាយទៅលើពួកមេទ័ពកន្ទ្រាញស្នែងគោយ៉ាងអង់អាចឯអរុនក៏បានហក់ចូលមកស្រាយចំណងនាងបញ្ញលក្ខណ៍មេកន្ទ្រាញស្នែងគោឃើញសភាពចលាចលកើតឡើងដូច្នោះមានក្តីក្តៅក្រហាយជាខ្លាំងក៏ស្ទុះចេញមកទាំងហិង្សាតែមិននឹកស្មានសោះថាគ្រាន់តែអើតក្បាលមកភ្លាមអរុនក្តាប់ដៃកំទេចដួងចៃមិនឲ្យវាបញ្ចេញយុទ្ធសិលទាន់ឡើយបិសាចស្នែងគោស្រែករោយ៉ាងរំពងហើយក៏រលាយខ្លួនស្លាប់យ៉ាងទាន់ហន់ឯពួកសេនាក៏បានរត់ខ្ចាត់ខ្ចាយលើកដៃសំពះសុំចុះចាញ់ដោយគ្មានមេកោយពេលនេះផ្ទៃមេឃងងឹតប្រែជាស្រឡះវិញហើយគ្រួសារអរុនបានជួបជុំគ្នាដោយសេចក្តីសុខក្សេមក្សាន្តពួកគេបានធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រនិងគ្រួសារដែលរស់នៅក្នុងភូមិដែលត្រូវមេកន្ទ្រាញធ្វើបាបកន្លងមកមាសពេជ្រជាច្រើនអរុនប្រគល់ឲ្យទៅអ្នកស្រុកដែលត្រូវគេរឹបអូសយកមកធ្វើទ្រព្យសម្បត្តិពីមុនពួកគេក៏ថ្លែងអំណរគុណនិងរំភើបនៅទឹកចិត្តសប្បុរសរបស់កំឡោះក្មេងជាពន់ពេកភ្នែកមាណពក៏បានរេប្រទះនឹងនាងយុវតី2រូបប្រកបដោយរូបសម្រស់ស្រស់បំព្រងគឺនាងបុប្ផាព្រៃភ្នំនិងនាងបញ្ញលក្ខណ៍នាងទាំងពីរសុទ្ធតែជានារីមានគុណលើរូបគេនារីទាំងពីរកាន់កម្រងផ្កាដើរតម្រង់មកដោយទឹកមុខញញឹមអរុនក៏បានពោលតិចថាអូយពិបាកណាស់តើកម្រងផ្កាមួយណាទៅដែលត្រូវទទួលយកបើយកទាំងពីរវាខុសនឹងប្រពៃណីបើមិនទទួលទេនោះជីវិតដូចជាគ្មានន័យដោយផែនដីដែលគ្មានព្រះច័ន្ទនិងព្រះអាទិត្យពោលរួចនាយអរុនក៏ទទួលយកកម្រងផ្កាទាំងពីរតែម្ដងពីក្រមុំរូបស្រស់ទាំងពីរហើយរស់នៅជាមួយនឹងនាងបញ្ញលក្ខណ៍និងនាងបុប្ផាព្រៃភ្នំរួមទាំងក្រុមគ្រួសាររបស់គេយ៉ាងមានសេចក្តីសុខតរៀងទៅ